ប្រធានាធិបតី Volodymyr Zelensky បានប្រកាសយ៉ាងរឹងមាំថាអ៊ុយក្រែននឹងមិនចាញ់សង្គ្រាមនិងមិនប្រគល់ដីឲ្យរុស្ស៊ីទោះបីមានសម្ពាធឲ្យធ្វើកិច្ចព្រមព្រៀងសន្តិភាពក៏ដោយគាត់បានអះអាងថា Vladimir Putin បានចាប់ដើមចំនួនដែលអាចនាំទៅកាន់សង្គ្រាមសកលហើយមានគោលបំណងបន្តពង្រីកអំណាចរុស្ស៊ីកំពុងទាមទារឲ្យអ៊ុយក្រែនប្រគល់តំបន់សំខាន់ៗដូចជា Donetsk Kherson Zaporizhzhia ប៉ុន្តែ Zelensky បានបដិសេធដោយនិយាយថាវាមិនមែនជាបញ្ហាដីតែប៉ុណ្ណោះទេប៉ុន្តែជាការបោះបង់ប្រជាជននិងបំបែកសង្គមជាតិគាត់ក៏ព្រមានថាបើប្រងព្រៀងដែលផ្គាប់ចិត្តរុស្ស៊ីនោះគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នហើយរុស្ស៊ីអាចត្រៀមខ្លួនបន្តសង្គ្រាមវិញនៅពេលក្រោយខណៈអ្នកវិភាគខ្លះនិងដូណាល់ត្រាំបានណែនាំថាការបោះបង់ដីអាចជាវិធីបញ្ចប់សង្គ្រាម Zelensky បានបដិសេធនិងបញ្ជាក់ថាជ័យជំនះគឺជាការការពារឯករាជ្យភាពនិងទប់ស្កាត់ការពង្រីកអំណាចរបស់រុស្ស៊ីគាត់ជឿថាការបញ្ឈប់ពូទីនគឺជាការការពារសន្តិភាពពិភពលោកទាំងមូលទំនាក់ទំនងរវាងអ៊ុយក្រែននិងសហរដ្ឋអាមេរិកមានភាពតានតឹងខ្លះដោយសារសម្ពាធពីអាមេរិកឲ្យធ្វើកិច្ចព្រមព្រៀងខណៈការចរចាសន្តិភាពថ្មីបានបរាជ័យនិងមិនមានលទ្ធផលច្បាស់លាស់ទោះបីមានការកាត់បន្ថយជំនួយខ្លះអ៊ុយក្រែននៅតែពឹងផ្អែកលើអាវុធនិងការគាំទ្រពីសម្ព័ន្ធមិត្ត Zelensky ក៏បាននិយាយថាអ៊ុយក្រែននឹងស្ដារទឹកដីវិញនៅពេលអនាគតប៉ុន្តែត្រូវការពេលវេលានិងការធានាសុវត្ថិភាពការបោះឆ្នោតត្រូវបានពន្យាពេលដោយសារច្បាប់អាជ្ញាសិទ្ធិប៉ុន្តែគាត់បាននិយាយថាអាចរៀបចំការបោះឆ្នោតប្រសិនបើវាជួយបញ្ចប់សង្គ្រាមសរុបបន្ទាប់ពីសង្គ្រាម4ឆ្នាំ Zelensky នៅតែមានជំហរច្បាស់ថាអ៊ុយក្រែននឹងមិនចុះចាញ់និងមិនប្រគល់ដីនិងនឹងបន្តតស៊ូដើម្បីការពារឯករាជ្យភាពនិងសន្តិភាពរយៈពេលវែងនាំមកជូនដោយយានដ្ឋាន DV អូតូខេត្តសៀមរាបមានជួសជុលរថយន្តប្តូរប្រេងម៉ាស៊ីនមានគុណភាពនិងទំនុកចិត្តតម្លៃសមរម្យឥឡូវនេះមានការត្រួតពិនិត្យជើងក្រោមពិនិត្យម៉ាស៊ីនវិភាសាយោបល់ដោយឥតគិតថ្លៃបើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនង099 61 87 67 097 96 23 232សូមអរគុណនិងផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យទំនាក់ទំនង012 24 9466 010 24 9475មានទីតាំងនៅខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100 ម៉ែត្រអំពីស្ថានភាពសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីខណៈចូលឆ្នាំទី5ស្ថានភាពទូទៅនៃសង្គ្រាមរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែននៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022ដែលក្លាយជាសង្គ្រាមធំបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី2បន្ទាប់ពីជាង4ឆ្នាំសង្គ្រាមនៅតែបន្តហើយមិនមានសញ្ញាបញ្ចប់ឆាប់ៗនេះទេ2ការបំផ្លិចបំផ្លាញនិងថារចនាសម្ព័ន្ធនៅទីក្រុងជាច្រើនដូចជា Bakhmut Torach និង Vyazhan ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរមានការវាយប្រហារជាង 2800 លើមជ្ឈមណ្ឌលសុខាភិបាលការវាយប្រហារលើប្រព័ន្ធថាមពលបានធ្វើឲ្យប្រជាជនរាប់ពាន់នាក់ខ្វះភ្លើងនិងកម្ដៅប្រហែល 20% នៃដីអ៊ុយក្រែនត្រូវបានបំពុលដោយមីស៊ីលនិងគ្រាប់មិនទាន់ផ្ទុះការកសាងឡើងវិញត្រូវការប្រាក់ប្រហែល $588,000 លានក្នុង10ឆ្នាំខាងមុខ3ការស្លាប់និងជនភៀសខ្លួនជនស៊ីវិលជាង 15,000 នាក់ត្រូវបានស្លាប់ចំនួនពិតប្រាកដអាចខ្ពស់ជាងនេះកុមារប្រហែល 20,000 នាក់ត្រូវបានបង្ខំផ្លាស់ទីឬចាប់យកជនភៀសខ្លួនអ៊ុយក្រែន 5.9 លាននាក់នៅរស់ក្រៅប្រទេស 3.7 លាននាក់ផ្លាស់ទីក្នុងប្រទេសទាហានអ៊ុយក្រែនស្លាប់ប្រហែល 55,000 នាក់អាចខ្ពស់ជាងនេះទាហានរុស្ស៊ីស្លាប់យ៉ាងហោចណាស់
17,000 នាក់សរុបការខាតបង់យោធារុស្ស៊ីរហូតដល់ 1.2 លាននាក់ស្លាប់រហូតដល់ 32,500 នាក់អ៊ុយក្រែន 50,000 នាក់ទៅ 60,000 នាក់ស្លាប់រហូតទៅដល់ 14,000 នាក់ស្ថានភាពយោធានិងដីកាន់កាប់រុស្ស៊ីកាន់កាប់ប្រហែល 19.5% នៃដីអ៊ុយក្រែនរួមមានគ្រីមៀនិងផ្នែកដូបាសរុស្ស៊ីចង់គ្រប់គ្រងដូណេសទាំងមូលនិងបញ្ឈប់ជំនួយពីខាងលិចអ៊ុយក្រែនបដិសេធមិនចុះចាញ់ព្រោះវានឹងធ្វើឲ្យប្រទេសងាយរងគ្រោះនាពេលអនាគតការចរចាសន្តិភាពជាច្រើនបានបរាជ័យការប៉ះពាល់សេដ្ឋកិច្ចអ៊ុយក្រែនសេដ្ឋកិច្ចធ្លាក់ចុះប្រហែល 1.1% ពឹងផ្អែកលើប្រាក់កម្ចីនិងជំនួយបរទេសរុស្ស៊ីចំណាយយោធាខ្ពស់ប្រហែល 9% នៃ GDP កំណើនសេដ្ឋកិច្ចថយចុះចំណូលប្រេងនិងឧស្ម័នធ្លាក់ចុះដោយសារទណ្ឌកម្មផលប៉ះពាល់នយោបាយនិងសង្គមអ៊ុយក្រែនផ្អាកការបោះឆ្នោតដោយសារច្បាប់អាញាសឹកមានរឿងអាស្រូវពុករលួយខ្លះរុស្ស៊ីបង្ក្រាបអ្នករិះគន់យ៉ាងខ្លាំងមានសំណុំរឿងជាង 10,000 ប្រឆាំងអ្នករិះគន់កងទ័ពការកើនឡើងឧក្រិដ្ឋកម្មពីអតីតយុវជនសម្ព័ន្ធមិត្តនិងជំនួយអន្តរជាតិជំនួយដល់អ៊ុយក្រែនអឺរ៉ុប 201,000 លានអឺរ៉ូសហរដ្ឋអាមេរិក 115,000 លានដុល្លារជំនួយដល់រុស្ស៊ីកូរ៉េខាងជើងបញ្ជូនទាហាននិងអាវុធអ៊ីរ៉ង់ផ្ដល់ផ្គត់ផ្គង់ដ្រូនចិនគាំទ្រផ្នែកសេដ្ឋកិច្ចសេចក្តីសន្និដ្ឋានសំខាន់សង្គ្រាមបានបំផ្លាញអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរនិងបង្កការស្លាប់និងជនភៀសខ្លួនរាប់លាននាក់រុស្ស៊ីកាន់កាប់ដីប្រហែល 20% ប៉ុន្តែក៏រងការខាតបង់ធ្ងន់សេដ្ឋកិច្ចនិងនយោបាយទាំងពីរប្រទេសរងផលប៉ះពាល់ធ្ងន់អ៊ុយក្រែនពឹងលើជំនួយខាងលិចខណៈរុស្ស៊ីមានការគាំទ្រពីប្រទេសផ្សេងៗមិនមានសញ្ញាថាសង្គ្រាមនឹងបញ្ចប់ឆាប់ៗនេះទេហើយអាចបន្តយូរទៀតនាំមកជូនដោយយានដ្ឋាន DV អូតូខេត្តសៀមរាបមានជួសជុលរថយន្តប្ដូរប្រេងម៉ាស៊ីនមានគុណភាពនិងទំនុកចិត្តតម្លៃសមរម្យឥឡូវនេះមានការត្រួតពិនិត្យជើងក្រោមពិនិត្យម៉ាស៊ីនវិភាសាយោបល់ដោយឥតគិតថ្លៃបើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនង099 61 87 67 097 96 23 232សូមអរគុណនិងផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យទំនាក់ទំនង012 24 9466 010 24 9475មានទីតាំងនៅខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100 ម៉ែត្រ